đăng rồi dập về pi chna mấy cha đọt sài mà toàn tranh thế đời sao bong khang mốc cứ toàn vô prom nhom đây ní mình đây kia co mẹ nhom chạy ao tê cứ đây cầm lăng đây và pon nhom tinh kê cha ca nhom tinh phăng để nhom oi bong mưa hai admin plei tê bờ plei ở tê mà đo mà ca đực sợi đực ấy chôn miết nhom tha nhom ăn lụa tê dài ơi ti mũi dài cật mà sống tinh ti pi côn quạt nhom tha nhom ăn lụa tê rồi đây nhom ăn tích nhom chạy lụa oi quạt tới nhom ban ấyពាក្យបណ្ដឹងរឲ្យយុទ្ធធររអដែងផ្លូវឲ្យខ្ញុំផងព្រោះខ្ញុំអស់មានពាក្យនិយាយឲ្យព្រោះខ្ញុំស្នើគេគ្រប់ជីកន្លែងគេថាឲ្យអដែងបញ្ជូនទៅស្រុកចាប៉ុន្តែឥឡូវខ្ញុំមិនដឹងថាទៅខាងណាខ្ញុំឲ្យបងជួយផ្សព្វផ្សាយរអ្នកយុទ្ធធររផ្លូវឲ្យខ្ញុំបជារាជចូលផងចាខាងខេត្តចាខ្ញុំសូមស្នើរផ្លូវឲ្យខ្ញុំវិញចាព្រោះខ្ញុំផ្លូវខ្ញុំពីមុនមកខ្ញុំមានផ្លូវអ្នកឯងថាអត់មានផ្លូវខ្ញុំក៏មិនតូចចិត្តអីដែរខ្ញុំថាខ្ញុំឲ្យផល្កាអន្តិចតួចណាបងថវិកាណាចាផល្កាខាងមេឃុំថាឲ្យផល្កាម្នាក់2លានក៏ពីការប្តឹងផ្ដោគ្នាកន្លែងផ្ទះនេះក៏ត្រូវបានវាយត្រាដោយលោកមេឃុំហ្នឹងគឺបានផ្អាកប៉ុន្តែលោកយាយនៅតែធ្វើប្តឹងនឹងមកមេភូមិមេឃុំអីដែលអញ្ជើញលោកយាយអ្នកមីងអីទៅដោះស្រាយនៅសាលាឃុំសាលាអីហ៎ចាទៅដោះស្រាយ2ដងកន្លែងសាលាឃុំនោះ3ដងហើយ3ដងណាចានឹងស្វីនធឿន2ដងនឹងឥឡូវហ្នឹងតែគាត់បានបញ្យលលោកយាយក៏ដូចជាបងស្រីខាងនេះបញ្យលបែបមិនខ្លះថាដីហ្នឹងវាទំនាស់វាយ៉ាងម៉េចដើមសៅបដាតាំងពីដើមវាយ៉ាងម៉េចខ្លះមានបញ្យលអីទេស្រាប់តែឮពាក្យថាប្តឹងហើយបិទសិតខ្ញុំថាកុំឲ្យខ្ញុំលើកទៀសហើយខ្ញុំចោះដីខ្ញុំមិនលើកមកដល់បច្ចុប្បន្នគឺសូយោដីបានវាស់វែងធ្វើប្លង់រឹងឲ្យនៅគេអត់តាន់ធ្វើទេបងចាព្រោះខាងមុខគេអត់បើកផ្លូវឲ្យចាប៉ុន្តែគេថាដីនឹងមានផ្លូវតែមិនបានគេអញ្ចឹងសូរិយោបានបញ្ជាក់ដែរគឺថាដីមកពីខាងខ្នល់មកពីផ្លូវអាទេសហើយខាងមុខណាចាខាងមុខចូលមកភូមិមកផ្ទះហ្នឹងគឺមានផ្លូវចាស់មានផ្លូវចាស់បងរហូតទៅដល់វាលហ្នឹងចាអត់វាលស្រែហ្នឹងទៅដល់ត្បូងតម្រងតែខ្ញុំសំណូមពរឲ្យខាងថ្នាក់ខេត្តដូចជាលោកអបាលខេត្តជួយមើលផ្លូវផងព្រោះផ្លូវនេះខាងសរយោដីគាត់មកវាស់គាត់មើល Google Map ត្រូវឃើញមានផ្លូវហើយទទួលមកក៏គេសួរអ្នកខាងមុខសួរថាហេតុអីអត់បើកផ្លូវគេខាងអ្នកខាងមុខទាំងពីរហ្នឹងគាត់ឆ្លើយថាអត់មានផ្លូវទេអត់មានផ្លូវទេបាទហើយអញ្ចឹងខាងក្រមសរយោដីក៏គាត់ហួសទៅវាស់កន្លែងផ្សេងទៅអញ្ចឹង12គ្រួសារទាំងផ្ទះនេះមានបញ្ហាដែលបិទហ្នឹងគេអត់ធ្វើប្លង់ឲ្យទាំងអស់រាល់ថ្ងៃនៅជាដីរត់ឡើយទេសូមឲ្យថ្នាក់ខេត្តជួយដោះស្រាយផ្លូវទៅបើកផ្លូវចាស់ពួកខ្ញុំចេញចូលឲ្យស្រួលវិញផងបាទគោរពនឹងជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីដែលនិយមតាមដាននិងទស្សនាការផ្សាយរបស់អង្គភាព NSP News គណៈស្មាននេះផងដែរគឺយើងកំពុងតែស្ថិតនៅទីតាំងមួយកន្លែងដែលទំនាស់ផ្លូវរវាងថាផ្លូវតាំងពីដើមភាគីមកខាងទៀតថាផ្លូវហ្នឹងគឺជាផ្លូវរទេះបើកចូលផ្ទះគាត់អីកើតអញ្ចឹងទៅប៉ុន្តែមកដល់បច្ចុប្បន្នថាមូលហេតុអីអត់ឲ្យគាត់បើកឡានអីចូលទៅកើតអញ្ចឹងបងស្រីណាចាបាទហើយឡើយនេះគឺទំនាស់ទាស់តែងគ្នាគឺប្តឹងរយៈពេល2ឆ្នាំហើយដោះស្រាយមិនទាន់ចេញទេដោយសារបងខាងមុខគឺអត់ទាន់យល់ព្រមចានេះខាងឥឡូវបងសូមរៀបរាប់ដំណើរដើមតងដីហ្នឹងដីបងពីកំណើតតែម្ដងឬបងទិញតពីគេដែរអត់ទេដីនេះគឺខ្ញុំដីទិញគេចាទិញពីមីងខ្ញុំចាទិញពីកូនចៅតាស៊ីចាខ្ញុំដីនេះមិនមែនដីគេកម៉ែខ្ញុំចែកឲ្យទេគឺដីកម្លាំងប្រៃប្រពន្ធខ្ញុំទិញគេចាការខ្ញុំទិញប្លង់ដែលខ្ញុំឲ្យបងមើលហើយអត់មានផ្លូវទេបើផ្លូវទុកឲ្យគាត់ដើរចូលទៅស្មើជើងមានចាបើផ្លូវឡានផ្លូវអីអត់មានទេចាបើផ្លូវអាទេសម្ដងមកកាលដឹកស្រូវដឹកអីចូលមានចាមានព្រោះអីតែងអ្នកមុខអ្នកក្រោយបើផ្លូវអាទេសចាស់ពីដើមមករហូតដល់ធ្លុះដល់វាលតម្រងអត់មានទេបងអត់មានទេចាអត់មានទេហើយដីបងទិញតាំងពីចំនួនណាមកដែរហើយតាំងពីឆ្នាំណាមកដែរខ្ញុំភ្លេចដែរតាំងពីឆ្នាំណាហើយខ្ញុំអត់ដឹងដែរឥឡូវយើងប៉ាន់ស្មានមើលប្រហែលប្រហែលឆ្នាំហើយខ្ញុំទិញហ្នឹងមក28ឆ្នាំហើយបង28ឆ្នាំណាអញ្ចឹងបងបានបញ្ជាក់ថាផ្លូវនេះគឺអត់មានផ្លូវរទេះអីទេចាបើផ្លូវដើរឬដឹកស្រូវអីម្ដងមកការចាមានអីហ្នឹងចូលបានចាបាទហើយមកដល់បច្ចុប្បន្នមូលហេតុអីបានមានការទំនាស់ទាស់តែងគ្នាប្តឹងផ្ដោរឿងផ្លូវហ្នឹង
ចាពីតមងឡាមដើពីដើមឡាយមកគាត់សុំទិញខ្ញុំចាគាត់សុំទិញខ្ញុំ2 ដងខ្ញុំថាខ្ញុំអត់លក់ទេយាយអើយទី1យាយគាត់មកសុំទិញទី2កូនគាត់ខ្ញុំថាខ្ញុំអត់លក់ទេព្រោះអីដីខ្ញុំមិនតិចខ្ញុំចែកលក់ឲ្យគាត់ទៅខ្ញុំបានអីចាព្រោះអីមើលបងមើលឃើញហើយដីខ្ញុំទំហំដីខ្ញុំប៉ុណ្ណឹងខាងមុខបាន5 ម៉ែត្រហើយគាត់សុំទិញម្នាក់2 ម៉ែត្រហើយខ្ញុំបានអីបងកូនខ្ញុំ3 4នាក់ដែលខ្ញុំលក់ឲ្យគាត់ទៅកូនខ្ញុំក្រោយបានអីនៅចាហើយខ្ញុំក៏ទុកផ្លូវដើរចាខ្ញុំទុកឲ្យដើរយាយបើសិនតែមានរវល់អីបើកចូលចោះអាសនអន់ចាអាសនអន់ក្រអីចាទាំងហែសពទាំងហែចានោះខ្ញុំឲ្យចូលបានចោះចូលបានតើគាត់ឲ្យខ្ញុំឲ្យគាត់ចូលតើហេតុអីបានសុំទិញ2 ដងមិនបានទៅដាក់ពាក្យប្តឹងខ្ញុំហើយដល់ពេលអញ្ចឹងគេថាមានផ្លូវខ្ញុំអស់ពាក្យអញ្ចឹងចាខ្ញុំអស់ផ្លូវនេះគេបិទរយៈពេលប្រហែលហើយផ្លូវហ្នឹងណាបងចាំមើលពុកខ្ញុំខូចបាន1 ឆ្នាំណាបងបានតែ5 ខែគេបុកបកគោលចាគេបោះបកគោលទៅពួកខ្ញុំក៏មិនមើលដែរសុំគេដឹកដីខ្ញុំទទួលក៏ខ្ញុំទៅដេកទេចំការខ្ញុំជាជួរទទួលខ្ញុំមកផ្ទះទៅខ្ញុំក៏សុំគាត់ចាក់ដី5 ឡានក្នុងផ្ទះទៀមខ្ញុំនោះបងចាទទួលបងប្អូនខ្ញុំក៏ចាក់បន្តគ្នាគាត់ក៏មកទៀមទីឲ្យបុកបកគោលឲ្យគាត់វិញចាម៉ែខ្ញុំថាអើយយាយចាំកូនអត់នឹងចាក់ដីរួចក៏ទៅជីកបកគោកូនភាសាខ្ញុំទៅជីកបកគោដាក់ឲ្យគាត់វិញចាក៏រួចរាល់ទៅខ្ញុំថាអើយម៉ែឥឡូវពិបាកណាសុំគេគ្រប់ពេលគ្រប់ពលាណាបងចាឥឡូវយាយអើយឥឡូវខ្ញុំសុំកាត់បកគោលឲ្យស្មើដីទៅកុំឲ្យលំបាកណាកុំឲ្យសុំយាយគ្រប់ពេលគ្រប់ពលាពេកគាត់មិនព្រមទេមិនព្រមក៏ខ្ញុំធ្វើសបុតឡើងទៅអាដែនលោកមេភូមិឲ្យគាត់ស្នើមកសុំកាត់បកគោលនឹងឲ្យស្មើដីណាបងគាត់មិនព្រមទេឲ្យដល់ពេលមិនព្រមក៏ធ្វើលបាយការឡើងទៅភូមិចាឡើងទៅឃុំចាឡើងទៅឃុំទៅក៏ឃុំក៏គេហៅទៅគេសម្រុំអើយយាយព្រមព្រៀងទៅនៅនឹងស្រុកនឹងភូមិចាក៏គាត់មិនព្រមគេចេះតែលយាលពេលខ្ញុំម្ដងហើយម្ដងទៀតដល់រយៈគេហៅដល់តែ5 ដងមកលើកចុងក្រោយនេះគេចំនួនឃុំគេថាឲ្យចំនួន2 លានម្នាក់មកខាងគាត់ជាអ្នកទិញឲ្យចាអញ្ចឹងឃុំគាត់ជួយសម្រួលដើម្បីទិញផ្លូវនេះឲ្យទៀតប៉ុន្តែគេម្នាក់2 លានម្នាក់2 លានផ្ទះដែរទាំងសងខាងហ្នឹងខាងចាប៉ុន្តែដើមបណ្ដឹងជាយាយទេយាយជាអ្នកបុកបកគោលយាយខាងលិចចាមេសភាគ្រាន់តែព្រំខាងកើតនេះខ្ញុំអត់មានប្តឹងទេហៅទៅសួរព្រំផ្ទាល់គ្នាឥឡូវផ្ទះដែល2ហ្នឹងបើយើងប្តឹងក៏ដូចជាថាគាត់រំលោភដីហ្នឹងគឺផ្ទះ2ហ្នឹងផ្ទះមួយណាចាផ្ទះខាងណាផ្ទះទើបតែសាងសង់នេះតែម្ដងសាងសង់ចាអ្នកបំពេញដីអ្នកខាងនេះព្រំបន្ទាល់គាត់តែខ្ញុំថាមិនដឹងចាព្រំគេត្រឹមណាទៅជាត្រឹមណាខ្ញុំចង់ដឹងសួរថាអ្នកទាំងពីរហ្នឹងព្រំទៅខាងណាមកខាងណាចារួចទៅខ្ញុំថាអញ្ចឹងទៅខ្ញុំមិនថាអើយឥឡូវក៏ចែកបើថាយាយព្រំត្រឹមណាសភាហងព្រំត្រឹមណាហងចែកឲ្យអញមកខាង1 ម៉ែត្រកន្លះម្នាក់មកឲ្យបាន3 ម៉ែត្រណាបងបាទ3 ម៉ែត្រប៉ុន្តែយើងឲ្យថ្លៃថ្នូរម្នាក់2 លានទៀតថ្លៃថ្នូរ2 លានទៀតហើយផ្លូវទុកដើរទាំងអស់គ្នាហើយគេថាខ្ញុំនេះលួចដីគេឲ្យខ្ញុំលួចយកទៅណាខ្ញុំទូលរួចក៏អត់ខ្ញុំចង់សួរអញ្ចឹងបាទយ៉ាអាពាក្យថាលួចហ្នឹងវាធ្ងន់ណាខ្ញុំទូលរួចទេបងខ្ញុំនិយាយអញ្ចឹងព្រោះដីនៅតែដីផ្លូវនៅតែផ្លូវបាទឥឡូវខ្ញុំអស់ពាក្យនិយាយហើយក៏ខ្ញុំអស់លទ្ធភាពខ្ញុំមានទេឲ្យបងខាងសូរចាំដីឬក៏ស្អីមកត្រួតពិនិត្យមើលដីហ្នឹងវាមានផ្លូវពិតក៏អត់បើមិនមានខ្ញុំសុំចុះចាញ់បាទចាឥឡូវបើសិនបើសូរយោដីចុះមកវាស់ចុះមកចុចផែនទីអីហ្នឹងថាបើផ្លូវនេះអត់មានផ្លូវចាស់ទេបងសុំចុះចាញ់តែម្ដងចិត្តអូខេបិទអីបិទចាស់ចាខ្ញុំនិយាយចឹងតម្រងបងបើសិនតែខាងថ្នាក់លើគេមកមើលពីផ្លូវហ្នឹងពិតប្រកបខ្ញុំនឹងតវ៉ាបន្តទៀតខ្ញុំនិយាយចឹងចាសុំទៅបើកផ្លូវចាស់សុំទៅបើកផ្លូវចាស់ប៉ុន្តែអ្វីដែលសំខាន់គឺសុំសូរយោដីចុះមកពិនិត្យមកវាស់នឹងផែនទីឲ្យច្បាស់ចាបើអត់មានផ្លូវទេគឺប្រជាពលរដ្ឋទាំង12គ្រួសារសុំចុះចាញ់តែម្ដងมันមានប្តឹងផ្ដាល់អីទៀតទេប្តឹងផ្ដាល់អីបន្តទៅទៀតទេបើសិនជាផ្លូវនេះបើចុះមកពិនិត្យក៏ដូចជាចុះមកវាស់តាមផែនទីបើមានផ្លូវគឺបងប្តឹងរហូតខ្ញុំប្តឹងបន្តទៅដល់រដ្ឋមន្ត្រីខាងថ្នាក់លើខេត្តទៅដល់
ខ្ញុំស្រាវជ្រាវទៅទីបំផុតខ្ញុំនិយាយចឹងចា បាទ ប៉ុន្តែបើគេថាมันមានខ្ញុំសុំចុះចាញ់ទាំង12គ្រួសារហ្នឹងខ្ញុំសុំចុះចាញ់ហ្មង បាទ ចា អត់ចង់អីវែងឆ្ងាយ អត់ ទៀត មា ទេ នវែងឆ្ងាយទេខ្ញុំចុះចាញ់ត្រឹមនឹងតម្រង បើសិនរត់ដងបើគោយន្តបើកអីចូលតាមណាចូលវៀង ចូលតាមនងដកបកគោលនងតាបង ដកបកគោលហ្នឹង ចាដកបានតា ដកបាន ហើយដាក់វិញទៅ បាទ ចាដករហូតតាបងដឹកដីអីយ៉ាងនៅឡានប៉ុណ្ណឹងក៏ចូលរួចដែរ បាទ តែដកទៅ ដក ចាដកហើយគាត់ថាអាណានឹងអង្គុយសុំរហូត បាទ ចាភាគីខាងនេះដែលប្រឹងខ្ញុំណា អូ ចា អញ្ចឹង ចាគាត់ចង់ឲ្យខ្ញុំនឹងកាត់ផ្លូវនឹងអស់កុំឲ្យបើកឡានមកកុំឲ្យមានសុំកុំឲ្យមានពាក្យពាន់អីកុំឲ្យទើសទាល់អីចឹងណាចង់បានកម្មសិទ្ធិខ្លួនឯងគាត់ បាទ ចាហើយក៏គាត់សុំទិញតម្រង សុំទិញ ចាដល់ពេលសុំទិញហើយខ្ញុំអត់លក់ទេខ្ញុំថាខ្ញុំអត់លក់ទេតែដីនេះខ្ញុំទុកឲ្យដើរទុកឲ្យបើក បាទ ចាបើមានអាសន្នអន់ក្រអីបើកចាស់ខ្ញុំមិនថាយទេខ្ញុំមិនចិត្តអាក្រក់ទេ បាទ ចាព្រោះអីយើងយល់គ្នាអ្នកមុខអ្នកក្រោយ បាទ ចាតែហេតុអីបានជីកើតមកប្តឹងខ្ញុំនេះបង បាទ ខ្ញុំចង់ឆ្ងល់តែហ្នឹង បាទបាទ ចា អញ្ចឹងដាច់ ព្រោះអីខ្ញុំធ្វើនេះលើដីខ្ញុំតាបងដីខ្ញុំទិញគេ បាទ ចាបើខ្ញុំលោភលន់ដីគាត់ក៏ខ្ញុំមិនថាដែរក៏ខ្ញុំសុកចិត្តចាញ់ចោះ បាទ ចាតែដីនេះកម្លាំងញើសឈាមខ្ញុំទិញគេហើយក៏មិនមែនក៏គ្មានប្លង់ពីដើមពីដាក់មកថាផ្លូវអតេះចាស់ដែរអត់មានទេបើផ្លូវអតេះដកបើកចូលដឹកស្រូវដឹកអីចូលមកដងមកកាលមាន មាន ចាបើផ្លូវឡានអត់មានទេបង បាទមុននឹង ចា ទិញពីភាគីមកខាងទៀតដែលលក់ឲ្យបងស្រីហ្នឹងគាត់មានបានបញ្ជាក់ឲ្យថាដីនេះគឺតាំងពីដើមមកមានផ្លូវអតេះឬក៏យ៉ាងម៉េចដែរ អត់មានទេបង អត់មាន ចា ម្ចាស់ដើមគាត់បានបញ្ជាក់ដែរថាអត់មានទេ អត់មានទេ ប៉ុន្តែផ្លូវដើរគឺមានពិត មាន ប្រាកដ ចាមានពិតប្រាកដផ្លូវដើរ បាទ ចា គឺមិនទាន់ចប់ទេ ចាអត់ទាន់ចប់ទេ ឥឡូវភាគីមកខាងទៀតដោយសារខ្ញុំបានទទួលលិខិតហ្នឹងគឺខាងឃុំវៃត្រាការផ្អាកការសន្សំនេះកន្លែងរោងក៏ដូចជាផ្ទះថ្មីនេះផងដែរពីណាគេម្ចាស់ដីយាយអាចជំរាបប្រាប់ចៅបានទេដើម្បីឲ្យព័ត៌មានបំភ្លឺទាំងសងខាងលោកយាយឥឡូវមកផ្ទះនេះផ្ទះលោកយាយបាទឥឡូវផ្ទះនេះលោកយាយទិញដីខ្លួនឯងឬក៏ដីនៅតាំងពីកំណើតឬក៏ទិញតពីនរណាដែរ ខ្ញុំទិញតពីគេដែរ ទិញតពីគេណា ចា ម្ចាស់ដីដំបងមានឈ្មោះអ្វីដែរ ឈ្មោះជាមួយគ្នានឹង ឈ្មោះជាមួយគ្នាឥឡូវប្រាប់ចៅមកឈ្មោះអីគេ អ ឈ្មោះ ត់ទេយាយទិញ តខ្ញុំទិញតពីក្រោយពីតាមាល់ តាមាល់ណា ចា តាមាល់ម្ចាស់ដីពីកំណើតតែម្ដង ដឹងឯគាត់ទិញពីគេដែរ ទិញតគ្នាតែម្ដង ចាចា ពេលគាត់លក់ទៅគាត់មានប្រាប់ទេថាផ្លូវកន្លែងផ្ទះយាយហ្នឹងឯផ្ទះហ្នឹងមានផ្លូវអទេសផ្លូវអី មានទេ អត់មានទេណា ចាមានប្រាប់មានអីទេគឺថាដីនឹងចាស់តែមួយដល់លក់ពីរដល់លក់ចេញលក់ពីរអញ្ចឹង បាទ ចា អញ្ចឹងពេលលោកយាយទិញទៅគាត់មានប្រាប់ទេថាផ្លូវអានេះទុកឲ្យគេដើរអីផងអី តែ ផង គ្មានប្រាប់អីទេ អត់មានប្រាប់ទេណា ចាមានទេ បាទហើយឥឡូវបន្ទាប់ពីការប្តឹងផ្ដល់គ្នាហ្នឹងកន្លែងផ្ទះនេះក៏ត្រូវបានវាយត្រាដោយលោកមេឃុំហ្នឹងគឺបានផ្អាកប៉ុន្តែលោកយាយនៅតែធ្វើ ចា មិនដឹងធ្វើ អញ្ចឹងហើយតាំងពីប្តឹងហ្នឹងមកមេភូមិមេឃុំអីដែលអញ្ជើញលោកយាយអ្នកមីងអីទៅដោះស្រាយនៅសាលាឃុំសាលាអីហ៎ ចាទៅដោះស្រាយ2ដងកន្លែងសាលាឃុំនោះ3ដងហើយ 3ដងហ្នឹងណា ចានឹងស្វីនធឿន2ដង បាទ នឹងឥឡូវហ្នឹង តែគាត់បានបញ្យលលោកយាយក៏ដូចជាបងស្រីខាងនេះបញ្យលបែបមិនខ្លះថាដីហ្នឹងវាទំនាស់វាយ៉ាងម៉េចដើមសៅបដាតាំងពីដើមវាយ៉ាងម៉េចខ្លះ គ្មានបញ្យល់អីទេស្រាប់តែឮពាក្យថាប្តឹងហើយបិទសិតខ្ញុំថាកុំឲ្យខ្ញុំលើកទៀសហើយខ្ញុំចោះដីខ្ញុំមិនលើក បាទ ហើយបិទសិតមិនហើយមានព្រមបន្ទាល់អីជាប់នឹងខ្ញុំផង បាទ ចា អញ្ចឹងពេលហៅទៅឃុំហ្នឹងគឺគាត់អត់មានប្រាប់ហេតុផលថាលើលោកយាយធ្វើរំលោភផ្លូវអត់ទេអញ្ចឹងផ្លូវជួគឺអត់មាន ចា ទេ លោកមេឃុំនោះសម្រុំតែឲ្យខ្ញុំឲ្យទៅចេះតែថាអញ្ចឹងមានធឿនហ្នឹង សម្រួលថាឲ្យផ្លូវអត់ទេទៅក្រោយទៅឲ្យទៅ ចា ក្រោយយើង បើ ទៅ ផ្លូវឲ្យគេទៅគេឲ្យលុយចាចង់ឆ្ងល់តែត្រង់ថាដីខ្ញុំគេមិនមានសិទ្ធថាឲ្យខ្ញុំឈប់ធ្វើផ្ទះនេះណាខ្ញុំ ខ្ញុំ ឆ្ងល់ អត់ដឹងដែរថា ចា ដីហ្នឹងវារំលោភសិទ្ធិផ្លូវអត់ទេ បើ ឬយ៉ាងម៉េចបើគាត់ហៅទៅហៅយាយទៅអត់មានប្រាប់ហេតុផលផង ចា ចៅក៏មិនដឹងថាម៉េចដែរ ចា អញ្ចឹងណា អូនមកឃើញហើយឡើយ បាទ ឥឡូវខ្ញុំប្រាប់ហេតុផលហើយពីហេតុផលពីយ៉ាងទេបានគេឲ្យយើងសាកសងនឹង ហើយពេលពីប្តឹងខ្ញុំនោះក៏ខ្ញុំមិនដឹងរឿងហេតុផលឆ្លោះប្រកែកគ្នាគំនុំគុំគូនដែរស្រាប់តែហៅខ្ញុំទៅ អញ្ចឹង ហើយម៉ែគេហៅទៅលើកទី1ម៉ែគេប្តឹងមេដៃមិនទេថាម៉ែគេចាស់ ថ្មីគេចាស់ ហើយចុះខ្ញុំចាស់ដែរមិនចេះប្តឹង បាទ តាំងពីកូនភាសាខ្ញុំងាប់ទៅយ៉ាងរហូតពីមុនអត់អីខ្ញុំនៅនេះអាយុកំណើតអានេះខ្ញុំមកទិញដីហ្នឹង36ឆ្នាំហ៎ ចឹងហើយ ជាពលរដ្ឋដែលដាក់ប្តឹងអត់មានផ្លូវចូលផ្ទះហ្នឹងតែម្ដង ចា
ដាក់ពាក្យបណ្ដឹងរកឲ្យយុទ្ធធររកអដែងផ្លូវឲ្យខ្ញុំផងព្រោះខ្ញុំអស់មានពាក្យនិយាយឲ្យព្រោះខ្ញុំស្នើគេគ្រប់ទីកន្លែងគេថាឲ្យអដែងបញ្ជូនទៅស្រុកចាប៉ុន្តែឥឡូវខ្ញុំមិនដឹងថាទៅខាងណាខ្ញុំឲ្យបងជួយផ្សព្វផ្សាយរអ្នកយុទ្ធធររផ្លូវឲ្យខ្ញុំប្រជារាស្ត្រចូលផងចាខាងខេត្តចាបាទឥឡូវសូមនិយាយប្រវត្តិដែលបងអាងថាភាគីខាងមុខហ្នឹងគឺបានបិទផ្លូវក៏ដូចជាកេងប្រវាញ់ផ្លូវហ្នឹងអត់ឲ្យបងប្អូនប្រជាពលរដ្ឋយើងនៅខាងក្រោយ12គ្រួសារចូលទេបងចាឥឡូវខ្ញុំសូមស្នើរកផ្លូវឲ្យខ្ញុំវិញចាព្រោះខ្ញុំផ្លូវខ្ញុំពីមុនមកខ្ញុំមានផ្លូវអ្នកឯងថាអត់មានផ្លូវខ្ញុំក៏មិនតូចចិត្តអីដែរខ្ញុំថាខ្ញុំឲ្យផល្កាបន្តិចបន្តួចណាបងថវិកាណាចាផល្កាខាងមេឃុំថាឲ្យផល្កាម្នាក់2លានចាចំនួនដីនឹងប្រមាណម៉ែត្រខ្ញុំមិនដឹងទេប៉ុន្តែឲ្យចំនួនភាគីទាំងពីរមួយខាង2លានចាហើយគេមិនយកព្រមទេគេដាច់ខាតឲ្យខ្ញុំដើរតែជើងមួយខាងទេមិនឲ្យដើរជើងទាំងពីរទេចាហើយខ្ញុំឥឡូវខ្ញុំរយុទ្ធធរខ្ញុំនិយាយយ៉ាងព្រោះខ្ញុំវាល្ងងខ្លៅខ្ញុំមិនដឹងទៅណាទេចាខ្ញុំឲ្យបងខ្ញុំថាឲ្យរយុទ្ធធរឲ្យខ្ញុំទៀមទារផ្លូវចាស់វិញឥឡូវខ្ញុំអត់មានឲ្យលុយឲ្យភាគការទៀតទេព្រោះខ្ញុំអត់មានចាតាំងពីដំណើរដើមតងផ្លូវនេះតាំងពីចំនួនដើមដែលឪពុកម្ដាយរបស់អ្នកប៊ីងលោកពូខាងក្រោយវាយ៉ាងម៉េចដែរយើងធ្វើដំណើរចូលចេញចូលបើកបរអាទិះគោអាទិះអីយ៉ាងម៉េចដែរបងថាផ្លូវអាទិះគោហ្នឹងពីផ្លូវចាស់គេពីនងមកយើងមិនបាត់ចូលផ្ទះមកណាបងចាប៉ុន្តែមិនដែលមានបកគោលមានអីទេដូចខ្ញុំនិយាយពីខាងដើមអញ្ចឹងចាខ្ញុំរស់នៅធំដឹងក្តីឡើងកើតមកពីស្រុកគេខ្ញុំនៅជីកន្លែងនេះដីនេះគេអាកពីតាខ្ញុំហើយដល់ឪពុកខ្ញុំមកនៅទៀតខ្ញុំមកនៅទៀតហើយវាអត់មកនៅក្រោយទេណាបងអត់មានមកនៅទេចាផ្ទះនៅម្ដុំនេះសិតតែព្រៃយួនដិតឆេះជីម្ដងជា2ដងជាផ្ទះជាឪពុកខ្ញុំចាហើយរួចទៅឥឡូវគេថាគ្មានផ្លូវនេះសួរថាឲ្យខ្ញុំគិតយ៉ាងម៉េចវិញអ្នកមីងមករស់នៅទីនេះរយៈពេលប្រហែលឆ្នាំហើយខ្ញុំមកពីស្រុកគេឆ្នាំកើតប្រមាណ6ប្រមាណនោះអូឡងចំនួនតាំងពីពលពតមកពលពតមកខ្ញុំកើតមកខ្ញុំរស់នៅកន្លែងនេះតម្រងក្រោយក៏ជាដីអាកេអាករបស់ឪពុកម្ដាយដែរចាឪពុកម្ដាយនិយាយទៅឪពុកម្ដាយខ្ញុំដីគេអាកនោះជាតាខ្ញុំអានេះពុកខ្ញុំជាទិញក្រោយណាបងចាប៉ុន្តែខ្ញុំនៅនៅអាដីអាកេអាកជាតាខ្ញុំចាដីហ្នឹងចាដល់ពេលមកឪពុកខ្ញុំទិញក្រោយទៅខ្ញុំក៏អាចបរស់នៅតទាំងកូនទាំងចៅទៅជាមួយឪពុកខ្ញុំទាំងអស់គ្នាខ្ញុំនៅកន្លែងនឹងតម្រងអត់មានចេញទៅណាទេខ្ញុំមកដល់បងខ្ញុំនេះគាត់កើតនៅស្រុកគេបើខ្ញុំមកពីស្រុកគេនៅកន្លែងនឹងត្មងបាទហើយឥឡូវនេះគឺសូមបញ្ជាក់បន្តិចដីខាងក្រោយមកដល់បច្ចុប្បន្នគឺសូរយោដីបានវាស់វែងធ្វើប្លង់រឹងឲ្យនៅគេអត់តាន់ធ្វើទេបងចាព្រោះខាងមុខគេអត់បើកផ្លូវឲ្យចាប៉ុន្តែគេថាដីនឹងមានផ្លូវទៅមិនបានគេអញ្ចឹងសូរយោបានបញ្ជាក់ដែរគឺថាដីមកពីខាងខ្នល់មកពីផ្លូវអាទេសហើយខាងមុខណាចាខាងមុខចូលមកភូមិមកផ្ទះហ្នឹងគឺមានផ្លូវចាស់មានផ្លូវចាស់បងរហូតទៅដល់វាលហ្នឹងចាអត់វាលស្រែហ្នឹងទៅដល់ត្បូងតម្រងបាទបងប្អូនប្រិយមិត្តប្រជាពលរដ្ឋទាំង12គ្រួសារកើតទុកមិនសុខចិត្តដោយសារគាត់បានអះអាងថាផ្លូវមកពីផ្លូវរទេសមុខតាមបណ្ដោយនេះគឺមានផ្លូវចាស់ហើយសូរយោដីក៏គាត់បានបញ្ជាក់ដែរថាតាមផ្លូវនេះកាត់មកក្រោយចូលភូមិចូលផ្ទះហ្នឹងគឺពិតជាមានពិតប្រកបមែនហើយចំណែកបងស្រីក៏ដូចជាប្រជាពលរដ្ឋទាំង12គ្រួសារគាត់បានអះអាងទៀតថាបើសិនបើសូរយោដីចុះមកវាស់វែងតាមនេះពិនិត្យមើលថាអត់មានប្លង់ក៏ដូចជាអត់មានផែនទីផ្លូវមកក្រោយទេគាត់សុំចុះចាញ់ប៉ុន្តែបើមាននឹងសូមស្នើទៅដល់ម្ចាស់ផ្ទះខាងមុខបើកឲ្យគាត់វិញបាទបើមិនបើកទេគឺប្រជាពលរដ្ឋទាំង12គ្រួសារគឺប្តឹងដល់ទីបញ្ចប់តែម្ដងដើម្បីមានដំណោះស្រាយជូនប្រជាពលរដ្ឋដែលគាត់នៅខាងក្រោយនេះគាត់អត់មានផ្លូវចេញចូលដូចជាបើកឡានបើកអាទិះគោបើកតលេថងអីសពគ្រប់បែបយ៉ាងអញ្ចឹងទៅដើម្បីឲ្យធ្វើដំណើរចរាចរណ៍បានធម្មតាអញ្ចឹងណាបាទកុំឲ្យវាដូចបច្ចុប្បន្នហ្នឹងគឺយើងបើកចូលហ្នឹងគឺបានតែម៉ូតូហើយនឹងយើងដើរទេបងចាបើមានត្រូវបើកតលេថងបើកឡានអីមានការសុំអនុញ្ញាតអីវាខ្លាចចិត្តខ្លាចក្រែងដែរណាសុំពេកណាសុំពេកណាបងយើងដឹកនេះដឹកនោះហើយយូរពេកក៏គេថាដឹកច្រើនក៏គេថាហើយអញ្ចឹងគិតម៉េចឥឡូវនេះបងគិតមើលបាទអញ្ចឹងមានន័យថាផ្លូវយើង
បើកកាត់នេះគឺវាអត់សេរីភាព ចាអត់សេរីភាពទេបង យើងបើកម្ដងមកការគឺត្រូវតែសុំអនុញ្ញាតពីគាត់ គាត់គ្រប់ពេល បាទ គ្រប់ពេលចា បាទ ហើយខ្ញុំថាសុំកាត់ឲ្យស្មើដីមិនចង់មានរឿងណាបងអត់ចង់មានរឿងទេចា បាទ អា ហើ នោះ យ ខ្ញុំឡើងសុំហើយខ្ញុំ បាទ និយាយអញ្ចឹងខ្ញុំឈប់សុំហើយចា ហើយដូចចំណែកផ្ទះនេះដែលទើបសានសង់គឺត្រូវបានមេឃុំទប់ស្កាត់ផ្អាកការសានសង់ទៅទៀតដែលឈ្មោះសយតៃនេះ ចា ប៉ុន្តែម្ចាស់គាត់បានអះអាងថាដោយសារគាត់ធ្វើនៅលើដីគាត់ទេអញ្ចឹងគាត់មិនផ្អាកទេគាត់ត្រូវតែធ្វើបន្តលើដីគាត់អញ្ចឹងទៅ ចាខ្ញុំ បាទបងប្អូនប្រិយមិត្តហើយឥឡូវបងម្នាក់ទៀតបងមានអីសំណូមពរទៅដល់ថ្នាក់ដឹកនាំណាដោយសារយើងប្តឹងផ្ដល់គ្នាគឺរយៈពេល2ឆ្នាំហើយនៅតែមិនមានដំណោះស្រាយ បាទមានមកស្រាយខ្ញុំសំណុំពរឲ្យខាងថ្នាក់ខេត្តដូចជាលោកអាខេត្តជួយមើលផ្លូវផងព្រោះផ្លូវនេះខាងសរយោដីគាត់មកវាស់គាត់មើល Google Map ដូចជាអត់វាត្រូវឃើញមានផ្លូវ បាទ ហើយទទួលមកក៏គេសួរអ្នកខាងមុខសួរថាហេតុអីអត់បើកផ្លូវគេខាងអ្នកខាងមុខទាំងពីរហ្នឹងគាត់ឆ្លើយថាអត់មានផ្លូវទេ អត់មានផ្លូវទេ បាទហើយអញ្ចឹងខាងក្រមសរយោដីក៏គាត់ហួសទៅវាស់កន្លែងផ្សេងទៅអញ្ចឹង បាទ 12គ្រួសារទាំងផ្ទះនេះមានបញ្ហាដែលបិទហ្នឹងគេអត់ធ្វើប្លង់ឲ្យទាំងអស់រាល់ថ្ងៃនៅជាដីរត់ឡើយទេសូមឲ្យថ្នាក់ខេត្តជួយដោះស្រាយផ្លូវទៅបើកផ្លូវចាស់ពួកខ្ញុំចេញចូលឲ្យស្រួលវិញផង បាទ ដូចរាល់ថ្ងៃនេះមានទាំងគល់ឈើ គល់ឈើមានទាំងម៉ូតូ បាទ មានអី គល់បោះសពហើយខ្ញុំជិះបានតែម៉ូតូទេ បាទដោយសារមិញគាត់បានអះអាងថាដោយសារដីនេះបងសុំទិញគាត់ទៅដល់2លើកបងដោយសារគាត់មិនព្រមលក់អីរហូតបងទៅដាក់ពាក្យប្តឹងកន្លែង នេះកន្លែងហ្នឹងពួកខ្ញុំថាមិនចង់មានរឿងអីទេ យើងអត់ចង់មានរឿងយើងមិនសុំនឹងផ្ទះណា បា បង ទ ណាចាយើងអត់ចង់ទៅកន្លែងណាទេយើងនិយាយគ្នាទៅហើយគាត់អត់ យើង ព្រ មាន ម អ្នកស្រុកចិត្តគ្នាយើងថាសម្រួលត្រឹមឃុំទៅយើង ទៅឲ្យត្រឹម ជិលមានរឿងយើងថាផ្លូវហ្នឹង ខ្ញុំនិយាយគាត់នឹងផ្ទះ សម្រួលចែកទិញហ្នឹង បាទផ្ទះចា របៀបថាទុក ចា ឲ្យខាងឃុំគេគ្រប់គ្រងដដែលទេសូមឲ្យមានផ្លូវចេញចូលទៅខ្ញុំអត់ចង់ឲ្យល្អកអីទេចង់តែសម្រួលត្រឹមឃុំហ្នឹង ឥឡូវគេដាច់ហាងខាគេត្រូវតែបិទគេទុកឲ្យម្នាក់កន្លះម៉ែត្រយើងមានអីទុកឲ្យពួកខ្ញុំដើរស្មើជើងបាន1ម៉ែត្រទេផ្លូវហ្នឹងហ៎ បានតែត្រឹម ដើ ដើ រ រ ទេ ពី ម៉ូ ម៉ូ តូ តូ ទេ ទេ បាទ ទេ បើរឿងការបននេះយើងត្រូវលីរបស់របរចេញពីក្នុងមកចូលមកក្នុងផ្ទះនេះរោងការរោងបន បាទ បាទតែវាមានរឿងមកមានតែប៉ុណ្្នឹងទេខ្ញុំឥឡូវខ្ញុំសូមស្នើឲ្យថ្នាក់ខេត្ត បាទឥឡូវ ជួយមកចុះមើលផ្លូវផងសូមឲ្យ បាទឥឡូវផ្ទះទាំងពីរផ្ទះថ្មនេះហើយនិងផ្ទះទើបសានសង់មួយអ្នករំលោភផ្លូវហ្នឹង យាយនិយាយតែម្លោកព្រោះយាយ បាទឥឡូវសុំបញ្ជាក់ថាផ្ទះទាំងពីរមួយណាអ្នករំលោភ យាយជាអ្នកម្លោកផ្ទះ ផ្ទះទំនើបសាងសង់ អ្នកម្លោកខ្ញុំអ្នកប្តឹងយាយទេចាអ្នកខាងនេះកាន់តែព្រមបតល បាទ ខ្ញុំអ្នកទៅហៅឲ្យជួយដឹងឮថាដីគេជាត្រឹមណាម្នាក់ឲ្យច្បាស់លាស់ចាហើយរួចទៅហេតុអីបានជាគេអះអាងថាអញ្ចឹងខាងនេះគេនិយាយថាបើយាយចង់បើកក៏បើកទៅណាអានេះខ្ញុំនិយាយជាការពិតណាបងចាទេយាយទេគាត់ដាច់ខាតគាត់មិនដកបកគោលគាត់ដាច់ខាតបើត្រូវការរវល់ឲ្យសុំគាត់គ្រប់ពេលគ្រប់ពេល បាទ ចាហើយសួរថាខ្ញុំមានពេលណាប៉ះតកិតទៅណាទៅណីខ្ញុំទៅសុំពីណាបើយើងចាំបាច់បងគិតមើលទៅចាដីនៅជាដីផ្លូវជាផ្លូវទេយាយអើយខ្ញុំសុំកាត់បកគោលចោះយាយខ្ញុំថាអញ្ចឹងណាបងបើយាយមិនលក់ក៏ហើយទៅហើយគាត់ថាគាត់ដាច់ខាតគាត់មិនកាត់ខ្ញុំក៏ធ្វើដំណើរឡើងទៅមេភូមិចាទៅសួរគាត់ថាផ្លូវនឹងវាល្មិចបានខ្ញុំសុំក៏ពិបាកខ្ញុំសុំទិញក៏ពិបាកណាបងចាដល់ពេលគេសម្រុះសម្រួលក៏គាត់មិនព្រមដាច់ខាតគាត់មិនកាត់ ចាមិនកាត់ទៅក៏គាត់ថាឥឡូវចាំអញហៅមេសភាមកតបមកនិយាយគ្នាឥឡូវដីវាសភាហ្នឹងព្រំខាងកើតនេះជាត្រឹមណាដីយាយជាត្រឹមណាប៉ុន្តែហៅទៅគេចាងខឹបខ្ញុំអត់ដឹងនិយាយថាម៉េចទេហើយខ្ញុំអត់មានអ្នកប្តឹងអ្នកខាងកើតទេ បាទ ចាព្រោះអត់ដែរនិយាយទេអ្នកមកលបដី បាទ ចាអ្នកផ្ទះសង់សាក់សង់ថ្មីនឹងទេគាត់អ្នកមកលបដីចាដើមពីយាយនឹងទេអត់មានដើមពីខ្ញុំទេហើយក៏ខាងសភានោះក៏វាអត់មានដើមដែរចាចាហើយដល់ពេលរួចទៅខ្ញុំសុំគេមិនព្រមខាងឃុំគេសុំទិញឲ្យក៏មិនព្រមហើយខ្ញុំមិនដឹងធ្វើម៉េចគេថាគេមិនចង់បានលុយពួកមេហងឯងទេគេចង់ដកស្កូវចេញទៀតដកទាំងក្តិបទៀតហើយខ្ញុំនិយាយថាម៉េច ឥឡូវខ្ញុំអស់ពីនិយាយហើយខ្ញុំអត់ចេះនិយាយទេចាព្រោះខ្ញុំល្ងងខ្លៅខ្ញុំនិយាយចឹងខ្ញុំអត់ចេះនិយាយទេខ្ញុំអស់ពីនិយាយហ្មងបងខ្ញុំមានតែស្នើអើយខ្ញុំប៉ុណ្ណឹង បាទ ចាខ្ញុំនិយាយទេ បាទឥឡូវរូបភាពណាយើងមានរូបភាពផ្លូវតាំងពីផ្លូវចាស់ទៀតតាំងពីដើមគឺមានផ្លូវប៉ិតមែនប៉ុន្តែដែលម្ចាស់ផ្ទះគាត់ខាងមុខគាត់ថាផ្លូវគឺផ្លូវផ្ទះគាត់ទេប៉ុន្តែគាត់អនុញ្ញាតឲ្យចូលឲ្យអីចឹងណា អនុញ្ញាតប៉ុន្តែនេះបងជួយចាប់ ចាប់កាមេរ៉ាចូលចិត្ត នេះផ្លូវចូលពីមុនមក បាទ ហើយផ្ទះខាងនេះដែលសាងសង់នេះគាត់មានលវងគាត់ត្រឹមត្រូវពាត់
បាទ ជាកែងមុំណា បាទ បាទហើយផ្ទះនៅខាងសាងសង់នេះផ្ទះថ្មនេះគាត់មានព្រំគាត់ជាមួយដើមទឹកដោះនោះហើយ បាទ អញ្ចឹងផ្លូវវាមានផ្លូវចូល ផ្លូវចូល បាទឥឡូវបច្ចុប្បន្នបកគោលគេបោះទាំងមុខទាំងក្រោយនេះ បាទ គឺមើលនេះនេះបកគោលរបងគេផ្ទះនេះផ្ទះពងសាងសង់នេះបាទ បាទ អញ្ចឹងដើមទឹកដោះវាត្រូវនៅខាងនោះផ្លូវមានឲ្យដើមទឹកដោះវាមានព្រំរបស់គេពួកខ្ញុំវាមានផ្លូវចេញចូលសេរីពីមុនមកនឹងផ្លូវបងសិតមានបកគោលទាំងអស់នេះពួកខ្ញុំមាន តាំងពីដើមមកផ្លូវធំល្អណា ផ្លូវធំបង អត់មានទំនាស់អីណាតាំងពីដើមមកណានេះអូអានេះផ្លូវតាំងពីដើមមែន បាទបាទ ហើយឃើញត្រេពណ៌ខៀវហ្នឹងមិនត្រេសូយ៉ោដីគេចុច Google គេចុចមក អូអញ្ចឹងសូយ៉ោដីបានចុចមកឃើញផ្លូវឃើញអីពិតប្រាកដមែនណា ឃើញផ្លូវត្រេមកនេះបងអត់មានថាខ្ញុំមិនជឿថាខ្ញុំមិនថាខ្ញុំអស់ពីនិ បា យា ទ យហើយ អានេះក៏ផ្លូវសូយ៉ោដីចុចឲ្យដែរណា បាទ នេះផ្លូវតាំងពីដើមបងប្អូនប្រិយមិត្ត ចា នេះហើយអានេះកាន់តែច្បាស់ទៀត អានេះគេបិទវគ្គគេបិទហើយ វាគេបិទហើយណា បកគោលនេះបាទ អូតាំងពីដើមមកគឺគេបិទឲ្យបានយកដាក់ទលេថងទលេអីកញ្ចាស់តាមនោះអត់ឲ្យ ហើយ យើង ឲ្យ បើក ពួក ចូល ខ្ញុំ ទៀត ចូលល្មិចបើតាំងបកគោលក្រាក់តាំងកលៀថងហើយមានអ្នកខ្លះជីកដួលទៅទៀតសឹង3ក្បាលទៀតក៏មានដែរហ្នឹង បាទ ហើយឥឡូវខ្ញុំមានសំណុំពរខ្ញុំសូមឲ្យខាងថ្នាក់ខេត្តជួយបើកផ្លូវពួកខ្ញុំចេញចូលសេរីដូចពីមុនមកពួកខ្ញុំមិនទៀមទាផ្លូវនឹងជារបស់ឯកជនទេ បាទ ឲ្យខាងឃុំអ្នកគ្រប់គ្រងប្រជាជនចេញចូលលក់ដូរទៅវិញទៅមក គ្រាន់តែសុំផ្លូវហ្នឹងចូលផ្ទះចូលសំបែងអី ដឹករបស់របស់ចេញទៅបាទ សម្បត្តិរដ្ឋទេណា ចាទុកជាសម្បត្តិរដ្ឋទេ ខ្ញុំ បាទ សុំឯកជនទេ ប៉ុន្តែគាត់អះអាងថាដីនេះគឺជាដីកម្មសិទ្ធិរបស់គាត់ ចាអញ្ចឹងបានថាខ្ញុំអស់ពីនិយាយគេនៅតែអះអាងថាយ៉ាងហើយបើខ្ញុំធំដឹងក្តីឡើងនៅកន្លែងហ្នឹងហើយបើនិយាយថាយ៉ាងទៀតខ្ញុំអស់ខ្ញុំអត់មានពាក្យ